ផលវិបាកក្នុងដំណាំពោតនេះគឺទី1សត្វដង្កូវទី2គឺកណ្ដោកាត់បំផ្លាញមរដូវខ្ញុំអាចប្រមូលផលបាន3ទៅ4លានដែរក្នុងមរដូវជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពខ្ញុំបាទឈ្មោះរិទ្ធថនខណៈពេលនេះផងដែរខ្ញុំបាទកំពុងស្ថិតនៅភូមិត្រពាំងពនឃុំមន្ទីរមាសខាងកើតស្រុកមន្ទីរមាសខេត្តកំពតបងប្អូនច្បាស់ជាដឹងរួចមកហើយថាខេត្តកំពតគឺជាខេត្តមួយដែលប្រជាកសិករភាគច្រើនគាត់តែងតែនិយមប្រកបមុខរបរកសិកម្មសិប្បកម្មហើយក៏ជាខេត្តគោលដៅមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរបើយើងក្រឡេកមកមើលគ្រួសារអ្នកមីងម្នាក់ដែលគាត់បានប្រកបមុខរបរដាំដំណាំពោតដែលជាដំណាំប្រចាំគ្រួសាររបស់គាត់ហើយគាត់ដាំអស់រយៈពេល10ឆ្នាំមកហើយគាត់ក៏បានផ្គត់ផ្គង់នៅលើទីផ្សារបានយ៉ាងច្រើនថែមទៀតផងបើយើងចង់ដឹងពីបច្ចេកទេសក្នុងការដាំដុះក៏ដូចជាផលវិបាកយ៉ាងណានោះយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរមីងជំរាបសួរមីងតាមីងមានឈ្មោះអីដែរមីងខ្ញុំឈ្មោះឈប់ចន្ទថនរស់នៅភូមិត្រពាំងពនឃុំមន្ទីរមាសស្រុកមន្ទីរមាសខេត្តកំពតអ្នកមីងតាដំណាំពោតអ្នកមីងដាំមានប្រភេទអ្វីខ្លះដែរអ្នកមីងមានប្រភេទពោតដំណើបទឿសនិងពោតក្រហមនិងពោតពណ៌ល័កបាទចំពោះការដាំដំណាំពោតនេះតើវាមានបច្ចេកទេសអ្វីខ្លះអ្នកមីងអាចជួយប្រាប់បានទេទី1យើងត្រូវភ្ជួររាស់ដីធ្វើឲ្យស្អាតជំរះស្មៅទុករយៈពេល2សប្តាហ៍រួចហើយទៅលើករងភ្ជួរដាំដាក់ក្របដាក់អីអញ្ចឹងមើលថែទាំស្រោចទឹកស្រោចអីបាទចំពោះអាកាសធាតុនៅក្នុងការដាំពោតវិញតើរដូវបែបណាដែលយើងគិតថាដាំពោតទៅវាល្អក្នុងរដូវប្រាំងដាំពោតបានល្អជាងរដូវវស្សាបាទអញ្ចឹងក្នុងមួយឆ្នាំតើមីងដាំបានប្រហែលដងដែរអ្នកមីងក្នុងមួយឆ្នាំខ្ញុំដាំតែម្ដងដាំតែម្ដងទេបាទអញ្ចឹងនៅក្នុងការដាំពោតហ្នឹងតើរយៈពេលប្រហែលទើបយើងអាចប្រមូលផលបានប្រើរយៈពេល2ខែកន្លងបាទប្រហែលរយៈពេល2ខែកន្លះទើបយើងអាចប្រមូលផលបានចាអ្នកមីងចំពោះដំណាំពោតមួយនេះលក់ទៅទីផ្សារអ្នកមីងបោះឲ្យគេឬក៏លក់ខ្លួនឯងលក់ទៅតាមទីផ្សារមានឈ្មួញមកទិញដល់កន្លែងអញ្ចឹងបាទអញ្ចឹងចំពោះតម្លៃវិញមានការប្រែប្រួលដែរឬទេអ្នកមីងតម្លៃមិនប្រែប្រួលតម្លៃនៅថេដដែលបាទក្នុងការប្រមូលផលម្ដងតើអ្នកមីងប្រមូលផលបានប្រហែលប្រមាណដែរក្នុងមរដូវខ្ញុំអាចប្រមូលផលបាន3ទៅ4លានដែរក្នុងមរដូវតែចំពោះតែអ្នកដែលដាំតិចឬច្រើនណាចំពោះផ្ទៃដីដែលអ្នកមីងដាំវិញតើមានទំហំប្រហែលប្រមាណដែរប្រហែលជា1ហត្ថតាប្រហែលជា1ហត្ថតានៅក្នុងការដាំដំណាំពោតមួយនេះចំពោះការដាំពោតនេះតើវាត្រូវការទឹកច្រើនដែរឬទេអ្នកមីងដំណាំពោតមិនត្រូវការទឹកច្រើនប្រហែលទេត្រូវតែការទឹកសមល្មមបាទមិនច្រើនពេកហើយក៏មិនតិចពេកបាទតើកត្តាអីខ្លះដែលជំរុញឲ្យអ្នកមីងសម្រេចចិត្តនៅក្នុងការដាំពោតនឹងជាជាងដាំដំណាំផ្សេងព្រោះវាដំណាំពោតងាយស្រួលក្នុងការដាំនិងមើលថែវាបាទតើដំណាំពោតរបស់អ្នកមីងនេះអ្នកមីងប្រើជីប្រភេទអ្វីដែរអ្នកមីងប្រើជីប្រភេទធម្មជាតិដូចជាជីអេកូនិងធ្វើការផ្សំដោយខ្លួនឯងជីកំប៉ុស្តដែរអ្នកមីងប្រើជីកំប៉ុស្តបាទចំពោះផលវិបាកនៅក្នុងការដាំពោតវិញមានអ្វីខ្លះអ្នកមីងអាចជួយប្រាប់បានទេផលវិបាកក្នុងដំណាំពោតនេះគឺទី1សត្វដង្កូវទី2គឺកណ្ដោកាត់បំផ្លាញបាទអញ្ចឹងអ្នកមីងមានវិធីសាស្ត្របែបណានៅក្នុងការទប់ស្កាត់សត្វទាំងហ្នឹងកុំឲ្យវាបំផ្លាញដំណាំត្រូវការមើលថែជំរះស្មៅនិងបណ្ដាញវាដាក់ថ្នាំបណ្ដាញហើយបាទនៅថ្ងៃណាគាត់អ្នកមីងមានគំនិតចង់ដាំដំណាំប្រភេទអ្វីផ្សេងទៀតអត់អ្នកមីងចង់បង្កើតដំណាំពោតឲ្យបានច្រើននិងដាំបន្ថែមទៀតដូចជាដំណាំស្ពៃមើមនិងឱឡាក់បាទជាចុងក្រោយអ្នកមីងមានសំណូមពរអ្វីទៅកាន់ទស្សនិកជនដែលគាត់កំពុងតែទស្សនាវីដេអូមួយនេះជាចុងក្រោយសូមសំណូមពរបងប្អូនទាំងអស់ឲ្យជួយគាំទ្រផលិតផលខ្មែរដំណាំខ្មែរឲ្យបានច្រើនបាទពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាបានស្ដាប់នៅប្រសាសន៍របស់អ្នកមីងរួចមកហើយតាក់ទងទៅនឹងបច្ចេកទេសក្នុងការដាំដុះដំណាំពោតហើយយើងឃើញថាដំណាំពោតនេះវាមានភាពងាយស្រួលក្នុងការដាំនិងងាយស្រួលក្នុងការលក់នៅលើទីផ្សារខ្ញុំសូមលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនក៏ដូចជាប្រជាកសិករគ្រប់រូបឲ្យគាត់ចូលរួមនៅក្នុងការដាំពោតទាំងអស់គ្នាដើម្បី
ជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិតខណៈពេលនេះផងដែរខ្ញុំបាទឈ្មោះរតសុធននិងក្រុមការងារសូមអរគុណសូមជម្រាបលា